បាទសួស្តីបងប្អូនអរគ្នាវិលមកជួបជាមួយនឹងខ្ញុំសាជាថ្មីឥឡូវនេះយើងចេញដំណើរទៅលេងទឹកហូរក្រោមស្ពាននៅខាងកប្រងបាទកន្លែងហ្នឹងបាទតាមខ្ញុំស៊ើបទៅដូចជាគេដាក់ថាទឹកពុះបាទកន្លែងទឹកពុះណាបាទហើយចំពោះកន្លែងហ្នឹងខ្ញុំអត់ដឹងថាមានទេដោយសារតែពីថ្ងៃហ្នឹងខ្ញុំក៏បានទំនេរចឹងទៅពីការងារចឹងទៅយើងក៏អូសឆែកមើលកុំព្យូទ័រហើយយើងវាយទេសភាពនៅខាងស្រុកកំរៀងយើងណាឆ្ងល់ថាតើទេសភាពស្រុកកំរៀងយើងនឹងមានកន្លែងដើរលេងច្រើនអត់ដល់ពេលយើងវាយទៅក៏ឃើញវីដេអូមួយនៅក្នុង YouTube ណាគេប្រាប់ថាមានទឹកធ្លាក់មួយនៅខាងទឹកពុះតែវីដេអូហ្នឹងខ្ញុំឆែកទៅគឺផុសរយៈពេល6ឆ្នាំហើយបើយើងគិតទៅវាយអាចខ្ទង់2020 2019ណាបាទហ្នឹងហើយឥឡូវនេះយើងចេញដំណើរទៅទឹកពុះហើយហ្នឹងហើយបាទចំពោះវេលាម៉ោងដែលយើងចេញទៅនេះគឺល្បាក់ម៉ោង 4:35 នាទីជាងបាទអាចល្បាក់ហ្នឹងបាទខ្ញុំអត់ច្បាស់ហើយហ្នឹងហើយគឺថាថ្ងៃនេះគឺទំនេរពីការងារយើងក៏ឆ្លៀតទៅលេងខាងហ្នឹងមកទៅបាទក៏ហើយណាមួយយើងប្លែកផងព្រោះថាយើងអត់ដឹងថាកន្លែងហ្នឹងគេមានកាលទឹកហូរស្អាតអញ្ចឹងណាបាទហើយខ្ញុំអត់ដឹងអញ្ចឹងហើយក៏ជាអារម្មណ៍ថ្មីរបស់ខ្ញុំក៏ខ្ញុំបានជិះទៅលេងវាទៅហើយខ្ញុំមិនដឹងថានៅទីហ្នឹងមិនដឹងថាទឹកខ្លាំងឬក៏ទឹកតិចទេបាទព្រោះថាខែនេះជាខែវស្សាហ្នឹងហើយឥឡូវនេះយើងបានមកដល់ស្ពានហ្នឹងហើយបាទគឺថាដល់ស្ពានហ្នឹងហើយនេះគឺជាស្ពានបើតាមគេដាក់ខ្ញុំអាននៅក្នុងនោះគេថារមណីយដ្ឋានទឹកពុះតែឥឡូវនេះគេបានដកប៉ាយនឹងចេញបាត់ហើយបាទព្រោះថាឥឡូវអត់សូវមានអ្នកមកលេងច្រើនជាងណាបងប្អូនបាទហ្នឹងហើយឥឡូវយើងកុំបង្អង់យូរទៅយើងទៅទស្សនាទេសភាពខាងក្រោមស្ពានរបស់គ្នា Let's go ឡូបាទបងប្អូនអរគុណបាទឥឡូវនេះយើងបានមកដល់ក្រោមស្ពានហើយបាទកន្លែងនេះគឺស្ពានយោលបាទមានកំថាបាទនេះគឺជាទេសភាពនៅខាងក្រោមស្ពានបងប្អូនបាទហើយនេះគឺខ្ញុំបានចុះមកដំបូងខ្ញុំចុះមកក្រោមស្ពាននឹងមុនគេបាទបងប្អូនហើយយើងមើលទៅគឺថាខែនេះគឺទឹកហូរខ្លាំងមែនទែនបងប្អូនបាទហ្នឹងហើយគឺថាมันអាចលេងបានទេបើសិនជាអាចលេងបានតើតាទឹកស្រកបាទបើតាមដឹងកន្លែងនេះតើតាខែប្រាំងបាទខែប្រាំងអាចលេងបានអញ្ចឹងណាបងប្អូនមួយខែវស្សានេះគឺថាទឹកឡើងខ្លាំងមែនទែនហ្នឹងឥឡូវចាំយើងទៅមើលនៅម្ខាងទៀតបាទនេះគឺជាម្ខាងទៀតនៃស្ពានណាបងប្អូនគឺថាទឹកហូរខ្លាំងមែនទែនតែទេសភាពនេះបើសិនជាទឹកស្រកទៅគឺថាស្អាតណាបងប្អូនបាទគឺខ្ញុំrecommend ថាបងប្អូនបើសិនជាចង់ទៅដើរលេងមកអត់ដឹងថាទៅលេងកន្លែងណាអាចឆ្លៀតមកលេងកន្លែងនេះបានបងប្អូនគឺថាទឹកហូរខ្លាំងមកប៉ុន្តែបើសិនជាទឹកស្រកគឺស្អាតតែខ្ញុំឃើញទៅដល់ហ្នឹងពេលដែលយើងទៅដល់ផ្ទាល់មានបណ្ដឹងថាកន្លែងហ្នឹងគឺស្អាតមែនទែននេះទឹកហូរខ្លាំងរឿងបិទកន្លែងសម្រស់ថ្មដែលវាលិចឡើងហ្នឹងគឺបិទប៉ុណ្ណឹងឃើញស្អាតប៉ុណ្ណឹងហើយបើសិនជាទឹកស្រកជាងនឹងទៀតគឺកាន់តែស្អាតជាងនឹងទៀតបងប្អូនបាទហ្នឹងហើយឥឡូវចាំយើងទៅមើលនៅម្ខាងមួយជ្រុងទៀតបងប្អូនបាទនេះកន្លែងទីតាំងខ្ញុំឈរបាទកន្លែងថ្មនេះបាទវាជ្រៅដែរបាទនេះបាទគួរម៉ាននេះវាជិតដែរបាទគួរខ្ញុំអត់ជិតមកឈរកន្លែងហ្នឹងទេបាទអាប់តែឥឡូវយើងដើរខាងមកបន្តិចបាទហើយនេះគឺជាកន្លែងមួយជ្រុងទៀតនៃទឹកហូរណាបងប្អូនបាទមកដល់កន្លែងនេះមានអារម្មណ៍ថាគឺកាន់តែស្អាតទេដែរបងប្អូនបាទបើសិនជាបងប្អូនទៅមើលផ្ទាល់បាទដឹងថាកន្លែងនេះគឺស្អាតមែនចំពោះខ្ញុំទៅជាលើកដំបូងគឺថាឃើញស្អាតមែនតើទេសភាពកន្លែងនេះបើយើងមើលទៅតាមទូរស័ព្ទឃើញកន្លែងនេះមួយជ្រុងនេះឃើញសល់កន្លែងទលាយតូចទេតែបើសិនជាយើងទៅដល់ផ្ទាល់គឺឃើញកន្លែងហ្នឹងទលាយធំមែនតើនេះដោយសារតែទឹកវាហូរខ្លាំងមកវាលុបកន្លែងថ្មដែលវាឲ្យលេចសម្រស់ស្អាតណាបងប្អូនសម្រស់ធម្មជាតិយើងហ្នឹងបាទដល់ពេលកាលណាទឹកវាហូរខ្លាំងពេកទៅកន្លែងហ្នឹងគឺថារៀងបាត់សម្រស់បន្តិចតែនៅតែឃើញស្អាតអញ្ចឹងបងប្អូនបើយើងដើរចូលទៅក្នុងតិចទៀតតែខ្ញុំអត់បានដើរចូលទៅក្នុងទេបងប្អូនដោយសារតែទឹកវាខ្លាំងពេកកន្លែងហ្នឹងវាទឹកខ្លាំងអញ្ចឹងណាខ្ញុំមិនអាចដើរទៅបានហើយខ្ញុំអាចថតត្រឹមជាបងប្អូនមើលបាទនេះគឺថាទឹកហូរមកខ្លាំងមែនទែនបងប្អូនគេបាទហ្នឹងហើយដោយសារនេះទឹកគឺស្រកផងបើសិនជាទឹកឡើងជាងហ្នឹងក៏ខ្ញុំមិនអាចមកថតឲ្យបងប្អូនមើលកន្លែងហ្នឹងបានដែរបងប្អូនបាទហ្នឹងហើយបាទហ្នឹងហើយឥឡូវនេះយើងបានឡើងមកដល់លើហើយហ្នឹងហើយចាំយើងទស្សនាទេសភាព
dương có hot drone mà đã hot mình tên mình dương hot drone mới tới speed đang nó off nè một con xã nào bộ ơi đi chúng ta cái đá speed mà speed sàn mình tên mà thì tới bờ mau cái lại ní tốt ban đang là sàn phần nào lợi tì môi hai bạn mau lại ní lợi tì môi vậy ô cái cua men tên là trong thớt mà cua men tên ai cũng cua vài chuyện đọc mát chiêng mà cho đọc mát chiêng phay mát đây mà riêng vô rồi trong phay đó mà tao hỏi là tôi xem video một hot drone nó cái này mà